សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំមកប្រាប់ពីរបៀបឆាក្តៅជាមួយក្រុមឆាក្តៅម្រះព្រៅជាមួយតកូនតោះពុកម៉ែបងប្អូនយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាមុនដំបូងយើងយកក្រុមយើងទៅស្រុះសិនបងប្អូននាងខ្ញុំស្រុះហើយបងប្អូនឥឡូវនេះខ្ញុំបកសម្បកវាចេញអស់ហើយបងប្អូនឥឡូវយើងយកទៅឆាទៅមុនដំបូងយើងបបរខ្ទឹមយើងឲ្យឈ្ងុយសិនណាបងប្អូនឥឡូវខ្ទឹមយើងឈ្ងុយហើយនាងខ្ញុំដាក់ស្ករត្នោតនាងខ្ញុំដាក់ប៊ីចេងបន្ទាប់មកនាងខ្ញុំដាក់គ្រឿងបន្ទាប់មកនាងខ្ញុំដាក់ទឹកត្រីនាងខ្ញុំដាក់ប្រេងខ្យងបន្តិចដែរបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរតាមចំណង់ចំណូលចិត្តបងប្អូនយើងបបងគ្រឿងយើងឲ្យឈ្ងុយល្អឥឡូវគ្រឿងយើងបានឈ្ងុយល្អហើយបងប្អូនបន្ទាប់មកនាងខ្ញុំចាក់ក្រុមយើងទៅយើងច្បល់ឲ្យចូលជាតិគ្នាវិញបងប្អូនឥឡូវក្រុមយើងបានចូលជាតិល្អហើយបន្ទាប់មកយើងដាក់ម្រះព្រៅបងប្អូនយើងកូរច្បល់ឲ្យចូលជាតិគ្នាបងប្អូនឥឡូវម្រះព្រៅយើងចូលជាតិគ្នាហើយបន្ទាប់មកនេះខ្ញុំដាក់ត្រកួនឥឡូវឆាក្តៅយើងបានឆ្អិនហើយបងប្អូនតំណងហើយបងប្អូនអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំជូនពរពុកម៉ែបងប្អូនសំណាងល្អទាំងអស់គ្នាជម្រាបលា